Hello ជម្រាបសួរទៅដល់ពុកម៉ែបងប្អូនអរគ្នាដែលបានមើលវីដេអូនេះសូមកុំភ្លេចជួយចុច like subscribe ហើយនិង comment អ្នកមួយផងអ្នកទាំងអស់គ្នាបាទគឺថ្ងៃហ្នឹងគឺខ្ញុំនិយាយរឿងពីអូតែរបស់ខ្ញុំផ្ទាល់អ្នកទាំងអស់គ្នាដោយសារតែយើងនិយាយរួមគឺខ្ញុំឃើញច្រើនដងពេកអ្នកទាំងអស់គ្នាបាទគឺរឿងហ្នឹងគឺជារឿងពិតផ្ទាល់របស់ខ្ញុំផ្ទាល់អ្នកទាំងអស់គ្នាដោយសារតែខ្ញុំធ្វើសន្តិសុខនៅសន្តាគារមួយកន្លែងដែលស្នាក់នៅខេត្តសៀមរាបផ្ទាល់តែម្ដងអ្នកទាំងអស់គ្នាបាទហើយក៏ខ្ញុំធ្វើការយូរដែរហើយអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំមិនដែលចូលធ្វើវេនយប់ទេអ្នកទាំងអស់គ្នាយកអីខ្ញុំធ្វើតែពេលវេនថ្ងៃអីចឹងអ្នកទាំងអស់គ្នាអញ្ចឹងទៅខ្ញុំអត់សូវមានពេលឬក៏យើងជំនួសគេវេនយប់អីចឹងទេអ្នកនរគ្នាមានថ្ងៃមួយនោះដូចជានៅខែ10អ្នកនរគ្នាខែ10ឆ្នាំមុនគឺខ្ញុំបានជំនួសគេមួយថ្ងៃគឺខ្ញុំចេះតែមានរឿងប្លែកហើយនឹងមានអ្នកដើរពីក្រោយយើងអញ្ចឹងអ្នកនរគ្នាបាទមានអ្នកដើរពីក្រោយយើងហើយមានរួមគេចង់លេងសើចជាមួយយើងអញ្ចឹងណាអ្នកនរគ្នាបាទហើយខ្ញុំមិនទៅចាប់អារម្មណ៍អីច្រើនដែរព្រោះខ្ញុំដំបូងខ្ញុំអត់សូវជឿទេដោយសាររឿងហ្នឹងព្រោះខ្ញុំជឿភាគច្រើនតែរឿងជំនាញផ្ទះអ្នកតាហើយនឹងចាស់ទឹកចាស់ដីអញ្ចឹងណាអ្នកនរគ្នាខ្ញុំអត់សូវជឿរឿងចឹងទេប៉ុន្តែខ្ញុំជួបផ្ទាល់គឺខ្ញុំចង់ខ្លាចដែរហ្នឹងអ្នកនរគ្នាប៉ុន្តែយើងកុំខ្លាចទី1គឺយើងអត់បានទៅធ្វើអ្វីគេទេអ្នកនរគ្នាគឺយើងដូចយើងគេដូចគេចឹងហើយយើងត្រូវតែដាក់ចិត្តដាក់កាយកុំខ្លាចហើយក៏យើងមួយយើងគិតមួយចឹងណាយើងកុំខ្លាចនិយាយរួមទៅតែយើងខ្លាចធ្វើឲ្យយើងឈឺឬក៏យើងជ្រុះសក់ជ្រុះអីចឹងណាអ្នកនរគ្នាដូចខ្ញុំថ្ងៃមួយចឹងគឺខ្ញុំចូលទៅបន្ទប់ដែលមានល្ងឹតអ្នកនរគ្នាបាទល្ងឹតខ្លាំងមែនតើហើយក៏កន្លែងហ្នឹងគឺមានខ្ញុំពេលយើងបើកទ្វារទៅគឺវាមានទូទឹកកកនៅខាងមុខអ្នកទាំងអស់គ្នាបាទគឺមានទូទឹកកកនៅខាងមុខហើយក៏វាដូចចាំងនឹងកញ្ចក់អ្នកនរគ្នាបាទគឺខ្ញុំឃើញសមោលខ្លួនឯងនៅខាងទូទឹកកកហ្នឹងបាទហើយក៏ខ្ញុំភ្ញាក់ខ្លាំងមែនតើអ្នកទាំងអស់គ្នាខ្ញុំមិននឹកស្មានខ្ញុំស្មានថាអីផ្សេងអញ្ចឹងណាអ្នកនរគ្នាបាទខ្ញុំមិននឹកស្មានថាសមោលរបស់ខ្ញុំទេហើយកន្លែងហ្នឹងគឺខ្ញុំភ័យខ្លាំងមែនទែនខ្ញុំអត់ខ្លាចក៏ដោយប៉ុន្តែខ្ញុំភ័យដោយសារយើងជួបលើកទី1អញ្ចឹងអ្នកនរគ្នាអញ្ចឹងហើយយើងភ័យបើថាយើងជួបច្រើនដងអត់អីទេអ្នកនរគ្នាប៉ុន្តែយើងជួបម្ដងអញ្ចឹងគឺបញ្ញាអារម្មណ៍ខ្លាំងមែនទែនហើយក៏ភ័យខ្លាចណាអ្នកនរគ្នាបាទមិនមែនអត់ខ្លាចទេខ្លាចប៉ុន្តែយើងត្រូវតាំងអារម្មណ៍ថាយើងអត់ខ្លាចហើយអូតែខ្ញុំនឹងគឺសិននៅខេត្តសៀមរាបទាំងនៅគៀនក្រុងតែម្ដងនេះហើយក៏មានរឿងជាច្រើននៅគៀននោះម្ដងហ្នឹងមិនត្រឹមរឿងអូតែខ្ញុំទេអ្នកនរគ្នាហើយនឹងរឿងដើមហ្នឹងស្រុកខ្ញុំគេហៅដើមស្នាយអ្នកនរគ្នាដើមហ្នឹងគឺគេហៅដើមស្នាយហើយដើមស្នាយហ្នឹងគឺនៅដល់ឥឡូវហើយក៏ប្រវត្តិដើមស្នាយហ្នឹងខ្ញុំនិយាយបកស្រាយតាំងពីដំបូងរហូតដល់ខ្ញុំចូលនិយាយរឿងអូតែខ្ញុំតទៅទៀតដោយសារវីដេអូហ្នឹងគឺវែងខ្លាំងមែនទេណានេះអញ្ចឹងហើយខ្ញុំនិយាយវីដេអូហ្នឹងគឺខ្ញុំនិយាយអាចនឹង2រឿងប៉ុន្តែរឿងខ្មោចទាំងអស់អញ្ចឹងណាអ្នកនរគ្នានៅក្នុងថ្ងៃមួយគឺមានអង្កលឆ្នាំ2000ជាងអ្នកនរគ្នាគឺដើមស្នាយហ្នឹងគឺជាស្លាប់ដើមស្នាយអ្នកនរគ្នា sorry តាមតែនគឺដើមដូចជាដើមអីទេអ្នកនរគ្នាតែខ្ញុំអត់ស្គាល់ដែរអញ្ចឹងណាអ្នកនរគ្នាដូចជាដើមចន្ទ្រៃអ្នកនរគ្នាបាទខ្ញុំផ្លេចcáiដើមចន្ទ្រៃនឹងដំបូងគឺដើមចន្ទ្រៃនឹងគឺទូចវាអត់សូវធំទេអញ្ចឹងហើយក៏ពីដំបូងគឺដើមចន្ទ្រៃនឹងទូចខ្លាំងមែនទេអ្នកនរគ្នាពេលថ្ងៃមួយពេលយប់ប្រហែលជាម៉ោង
đập môi từ đập dục cứ miền lời sợi mà nè mình đang một pin ấy hay bầm vịnh tia bầm vịnh ấy pin này tê hay co mau nó nâng từ 4 cái nhóm mắt đắng đây này đọc này nhóm xem là con môi trâu lên chỗ ấy là lỡ đâm xoay đang chẳng á nó kia đâm xoay hay có cọt giờ nhóm cọt ban để chấp ở trong mấy tràn đây để sao tập nhiều khang nhóm nó có chỗ tràn ấy chẳng á trong tới nhóm mặt sơ bàn chấp ở trong tập võ khắc tập đường năng thì hay có nhóm mà thì đồng tới nhóm mặt chấp ở trong sao nó mà cọt mùa lê như ngủ chăm sòng sai chứ nè có phải chỉ mong phải chỉ mong về phứ này đó đi mong buồn chiêng cứ nhom đời là bạt ngay nên có trôi chừng ngày để nhom chân ok phong đá bạn nhom chân ok hay coi nhom giờ đúng tới nhom chân ok nó cứ du mà đó dòng dòng đu mình từ chùa chân nu rồi ngày tế này học nhé khi nhom chân nu một plate được cầu mà mong bị mong bị mong ngày trắng này học nha đó khi đại lưu sợi làm khăn ấy công cài can trắng là sao nơi một no lấy trắng học này lớn nó có nhom tập trung từ thơ ca đa bàn tay nhưng mặt ban là phải tranh mục tiêu nào lấy dương vật tỏ sẽ chỉ đường bảo dương tiết cứ về liềm mong buồn cứ nẹt sấy nó cứ bạn cho có này học này mà cho có hay đừng nâng có nhom đăng pi bo nhưng mà nè để có thua ca non đằng pi một nè cứ nhóm cứ tâm đằng châu mò còi nữa tí bà hay có ban trap rương ra tầng tăng vị đầm lời là hô mà đòi nhóm đã chọc hay nhóm con mình như vậy tàu na đây nọ này mình thấy nhóm như vậy đã là lừa với tổ ní chay lòng lời rồi nè tầng này sẽ đầm chẳng này này bạn hay rương nâng cứ trường bứt tầm đó trăm nhóm thọt đầm chân đầy nên hỏi nè tầng này mơ tiền tạ tham na là bảo nhóm chẳng này nè cứ bị tụi lợi cứ nè xoay nó mình đang thôi mấy ấy một mấy ban cho có này nè là môi dương gọt ban được chập ở trong rừng nương tài hay dương có gì đúng dương đang sao ấy nào cứ dương đờ là bàn dương trâu đờ mưa lan mưa nục trắng này nè có sắp tay nhom còn lấy mơ tới có khơi nè đi nâng cứ bàn cho có này nè nó thế là squall này nó sim riệp squall đâm chân rấy nó gần ở kín khai tầm đó này nè đó này chỉ một mơ bạn cứ cất ban cho có nào nè hãy đâm chân rấy nó cứ ăn ban cặp tận cứ đâm chân rấy nó ăn ban cặp tận tây nè đó nè hãy lớn nó có thum hơi nè đó nè đâm chân rấy nó cứ thum không mình tên mình tui hay có đâm chân đây nó nào đó sập ngay được có vì miền rừng play chỉ trơn nói chuột nó ô tao nhầm phòng đá bạn rừng nó cứ đôi kia họ miền khóc kia này nọ này miền ngày mũi nó vì lìa mòn đọc pí này nọ này bạn miền bong sậy mà nè có bạn chỉ con rợt chạy chẳng này bạn tới có con lư sầm lên miền mà đừng hao nữa này bạn miền đừng hao miền tên à miền mà đừng hao làm pi quạt chẳng là bong chọc sân hay hao từng cần đa ngày trâu nào này cật xui nhom ta bong cái này năng miền mà đừng này còn có xui nhom trâu đó hay nhom ta bong cái này năng ở miền nhà na nơi tây bong nơi xa ta cái này năng cứ đây cái tục cho chẳng á bong chẳng có ăn miền này vậy thì ta hay có miền bong prong mà nè đa lụa krem nè ảo là tê nhưng còn buồn chẳng á lụa krem hay có miền này hao có đôi cái này miền này hao có ở chọc chẳng á nè hay có cái lấy mới thuê mới sao mấy con có đau một xui nhom có tha nhom ban hao quạt on hay nhom có ban tập từ quạt bình đây thả bóng nhom ban hao tê hay có năng dùng ta quạt ở sau chập ở trong người phổ khờ ta lưỡi đâm chân đây nè bàn tay nhom cứ phổ khờ ta lưỡi nè ta mà đòi nè đọc đi là sao ta rưng nâng cứ dù đa hơi hay không mọi nhân
មិនដឹងខ្មោចក្រមុំឬក៏មានម៉ាយទេខ្ញុំមិនដឹងដែរណាតែរឿងហ្នឹងគឺខ្ញុំសួរគេហើយក៏ខ្ញុំជួបផ្ទាល់ខ្លួនឯងដែរបើអ្នកធ្វើការវេនយប់វិញអាសាគេមកលេងខ្លាំងមែនទេអ្នកអត់ដូចថ្ងៃទេហើយខ្ញុំឥឡូវហ្នឹងក៏ចិត្តចូលទៅវេនយប់ដែរហើយអ្នកខ្ញុំក៏ខ្ញុំព្រឺទេអ្នកនេះបាទខ្ញុំជ័យមែនខ្ញុំអាខ្លាច50អត់50អ្នកគ្នាបានមិនអត់ខ្លាចទាំងអស់ទេណាគេអត់ខ្លាចហ៎ណាគេអត់ខ្លាចយកខមមិនប្រាប់ខ្ញុំអ្នកវេផងនេះហើយអ្នកទាំងអស់គ្នាដែលមកថ្មីកុំភ្លេចជួយ like subscribe Channel YouTube ខ្ញុំអ្នកមួយផង Hello សួស្តីអ្នកគ្នាសាមិញរវល់អញ្ចឹងអ្នកគ្នាបាននិយាយតឥឡូវនេះគឺខ្ញុំឥឡូវយើងនិយាយដល់ហើយអ្នកដូចជានិយាយដល់អ្នកខ្ញុំកុំកុំភ្លេចជួយចុច like subscribe Channel YouTube ខ្ញុំអ្នកមួយផងទៀតឥឡូវហ្នឹងយើងមកបន្តរឿងឲ្យយើងទៀតហើយចំណែកថ្ងៃមួយទៀតហ្នឹងគឺមានបុរសម្នាក់ដែលជាជាងសំណង់ហើយនឹងយរុំជួបហ្នឹងបងប្អូនគឺអ្នករើអាចារ្យអ្នករើអីក៏អាសាជួបដែរណាមិនមែនអត់ជួបសោះណាគឺអ្នករើអាចារ្យអ្នកអីជួបមិនមែនអត់ជួបទេអ្នកនរបាទគឺរឿងហ្នឹងអ្នកនរគ្នាស្ដាប់ទៅដូចជាប្រឌិតប៉ុន្តែខ្ញុំមានផុសតាងឲ្យអ្នកទាំងអស់គ្នាមើលផងដែរវីដេអូក្រោយខ្ញុំនឹងយរុំទៅវីដេអូហ្នឹងគឺខ្ញុំដាក់ថាំណែគឺដើមឈើហ្នឹងតែម្ដងបាទគឺជារួមទៅអ្នកស្រីនឹងមិនដឹងស្លាប់ទៅយ៉ាងម៉េចអីយ៉ាងម៉េចបានក៏ជាខ្មោចអញ្ចឹងអ្នកនរគ្នាហើយវីដេអូហ្នឹងក៏ផ្ដាំទៅបងប្អូនមួយចំនួនដែលមានកូនចៅសូមប្រុងប្រយ័ត្នទាំងអស់គ្នាក្នុងការម្នាក់ដែលមានស្នេហាគឺគិតខ្លីខ្លាំងមែនទែនអ្នកទាំងអស់គ្នាមិនមែនដោយសារស្នេហាទៅសម្រាប់ខ្លួនទៅអាដៃអាជើងអត់ត្រូវទេអ្នកនរគ្នាបាទកុំដោយសារតែមនុស្សប្រុសហ៊ានអាដៃអាជើងហ៊ានចងករឿងហ្នឹងគឺជារឿងមិនល្អយើងធ្វើអញ្ចឹងធ្វើបាបម៉ែឪខំចិញ្ចឹមយើងតាមទៅក្រូចឆ្មារហូតមកដល់ស្មើហ្នឹងគឺពិបាកខ្លាំងមែនទែនមិនមែនអត់ពិបាកទេពិបាកខ្លាំងណាគាត់ទន់រំចិញ្ចឹមយើងដល់ថ្ងៃនេះយើងនៅសារទៅស្នេហាយើងហ៊ានចងកអាដៃអាជើងលុតទឹកខ្ញុំមិនដឹងអ្នកទាំងអស់គ្នាគិតពីអីពេលខ្លះក៏យើងទៅត្រូវគិតខ្លះដែរកុំគិតអារឿងវិជ្ជមានខ្លាំងពេក Hello ហើយក៏សួស្តីទៅដល់អ្នកទាំងអស់គ្នាផងដែរបាទថ្ងៃហ្នឹងគឺខ្ញុំមិនចង់និយាយរឿងតិចអំពីការងារដែលខ្ញុំធ្វើសប្តាហ៍ថ្ងៃគឺជាសន្តិសុខគឺប្រាក់ខែក៏អត់បានថ្លៃទេអ្នកនរគ្នាបាទបានមកចាយវាយចាក់សាំងម៉ូតូបាយញ៉ាំរាល់ថ្ងៃមានតែប៉ុណ្្នឹងទេណាត្រូវមានបានដូចគេអត់មានទេអ្នកនរគ្នាបាទបានត្រឹមមកចាយវាយហើយនឹងជួផ្ទះគេនៅមានលទ្ធភាពណាទៅចិញ្ចឹមកូនគេបាញ់រស់អ្នកនរគ្នាបាទចាំអត់បានរស់ទេក្រក៏ក្រហើយរងថ្ងៃនឹងចិញ្ចឹមខ្លួនឯងចង់រស់ផងចង់យកកូនគេមកចិញ្ចឹមទៀតគឺតើអូននឹងក៏ខ្ញុំប្រាំទៅបងប្រុសដែរបងចាំយើងមានការងារល្អមានដូចជាយរុំទៅយើងមានការងារល្អប្រាក់ខែល្អអីចឹងណាអាចចិញ្ចឹមអ្វីថាខ្ញុំចិញ្ចឹមគេរស់ហើយអញ្ចឹងណាយើងចាំយកប្រពន្ធទៅបើថាយើងចិញ្ចឹមគេមិនរស់ទេយើងយកគឺពិបាកខ្លាំងមែនទែនតែម្ដងនេះអស់នេះបាទពិបាកខ្លាំងណាមិនមែនរកលុយស្រួលទេណាអស់នេះបាទពិបាកខ្លាំងមែនទែនទៅបើខ្ញុំរកថ្ងៃមួយឡានភ្ញៀវអញ្ចឹងណាពិបាកខ្លាំងណាមិនស្រួលទេណាអស់នេះ
ណាគេថាគិតយកប្រពន្ធនឹងស្រួលអត់ស្រួលទេអត់ស្រួលជាមួយទេណោះនេះខុសដាច់ខុសគ្នាមិនដូចយើងនៅតែឯងទេណោះនេះយើងត្រូវផឹកយើងត្រូវដើរផឹកតាណាសបាយតែដល់ពេលយើងមានប្រពន្ធយើងត្រូវគប់គុំគ្រួសារយើងត្រូវលុយយើងត្រូវឲ្យប្រពន្ធឲ្យអីចឹងហើយក៏យើងត្រូវឲ្យចាប់រោជំនាញណាមួយដើម្បីយើងឲ្យមានលុយចូលរាល់ថ្ងៃអញ្ចឹងអ្នកនរមិនមែនយើងទៅលាដៃសុំគេបានហើយក៏ម៉ែឪយើងក៏និយាយរួមទៅគាត់ចាស់ហើយគាត់មិនងាយណាមកគប់គង់លុយកាក់ឲ្យយើងឥឡូវហ្នឹងក៏សង្គ្រាមក៏វាកើតឡើងច្រើនទៀតអាលុយក៏យករកពិបាកហើយក៏ខ្ញុំនិយាយមែនអត់សង្គ្រាមមកហើយគឺពិបាកខ្លាំងមែនទេណាមិនមែនរកលុយស្រួលរកលុយវេទនាចំយ៉ាងពិបាកខ្លាំងហើយនៅយកប្រពន្ធទៀតចិញ្ចឹមគេមិនបានរស់ទេលោកអើយលោកជីវិតសពថ្ងៃពិតជាពិបាកមិនមែនស្រួលដូចការគិតទេអ្នកនរពេលខ្លះក៏សบายពេលខ្លះក៏គិតទុកពេលខ្លះក៏មានអ្នកយកចិត្តពេលខ្លះទៅទៀតក៏អត់មានអ្នកយកចិត្តគេមានលុយសบายចាយឯងអត់លុយគ្មានអីសบายគេនេះបាក់ខ្លាំងសប្ងៃហ្នឹងអ្នកនរគ្នាក៏អ្នកខ្លះគឺពិបាកខ្លាំងមែនទែនរហូតដល់អត់ចាយនិយាយរួមទៅគឺមានសពបែបគ្រប់យ៉ាងបើខ្ញុំវិញអាការមើងងាយវិញអ្នកជិតខាងវិញកំពូលអ្នកមើងងាយតែម្ដងមិនមើងងាយធម្មតាទេអ្នកនរគ្នាមើងងាយខ្លាំងឃើញយើងក្រយើងគ្មានអីយើងរកអីអត់បានគេមើងងាយយើងមនុស្សខ្លះបានតែមើងងាយយើងប៉ុន្តែអត់មើលខ្លួនឯងខ្ញុំនិយាយមែនអត់នេះអត់រងថ្ងៃណាដែលមើលខ្លួនឯងគឺទៅដើរមើងងាយគេខ្ញុំជឿមនុស្សសម័យលើអត់មានធ្វើអីគឺទៅដើរមើងងាយគេអញ្ចឹងណាហើយខ្ញុំក៏ខ្ញុំអត់ដើរមកអីទេអ្នកគ្នាហើយអាអ្នកមើងងាយយើងនឹងក៏មានអ្នកណាឆ្ងាយតបងប្អូនយើងពូមីងយាយតាអ្នកតោះគ្នាណាដូចខ្ញុំខ្លះអូខ្ញុំនិយាយមែនខ្ញុំសង្ក្រាប់សំពះមែនខ្ញុំនិយាយមែនខ្ញុំក្របែបខ្ញុំយើងមានបែបយើងចោះធ្វើមិនខ្ញុំក្រខ្ញុំរកអីអត់សូវបានហើយមកដើរមើងងាយខ្ញុំអញ្ចឹងចប់ខ្ញុំមានពេលណាទៅប្រែនអីដូចអ្នកឯងសាទូរស័ព្ទថ្លៃរបស់ប្រើថ្លៃអញ្ចឹងខ្ញុំចាំតែក្មេងធម្មតាម្នាក់រោល្ងាចខ្វះព្រឹករោព្រឹកខ្វះល្ងាច